ថ្ងៃនេះនាំបងប្អូនមកញ៉ាំនំគ្រក់ស្រុកថៃម្ដងជាលេងបងប្អូនអត់ដឹងថានៅនឹងគេហៅអីទេក៏ប៉ុន្តែគ្រាន់ថាទម្រង់ចេញមកគឺចាក់នៅវែងដូចនំគ្រក់អីអញ្ចឹងណាបងប្អូនប៉ុន្តែទឹកជ្រលក់គេគឺខុសពីយើងហើយនំគេហ្នឹងគឺគេមានរោយពោតពីលើទៀតបងប្អូនហើយមួយទៀតគឺតកតងមួយទឹកជ្រលក់របស់គេហ្នឹងគឺឈ្ងុយឡុកតោយហើយទឹកជ្រលក់ហ្នឹងគឺដូចចេកអាំងរបស់យើងដែលយើងដាក់ទឹកជ្រលក់មានឈ្ងុយដូង រៀងផ្អែមរសជាតិផ្អែមបើសិនណានំគ្រក់របស់យើងគឺមានទឹកជ្រលក់ផ្សេងបងប្អូនយើងញ៉ាំអត់ទ្រាំទេប៉ុន្តែយើងដាក់ល្កោយចេះរសជាតិមួយយ៉ាងសម្រាប់អ្នកដែលគាត់ចូលចិត្តរៀងផ្អែមនំផ្អែមអីគឺត្រូវហើយតែសម្រាប់ខ្ញុំវិញគឺនៅហើយបងប្អូនគឺញ៉ាំតែ3ហ្នឹងគឺនៅហ្នឹងហ្មងចំពោះនំវិញគឺសាច់មកទៅរៀងទន់បែបស្រួយអញ្ចឹងស្រដៀងជាមួយនឹងនំគ្រក់របស់យើងដូចគ្នាប៉ុន្តែសាច់នំលក្ខណៈឡែមៗដូចគ្នា ខុសតែទឹកជ្រលក់នឹងឯងបងប្អូនយើងធ្វើទឹកត្រីគេធ្វើលក្ខណៈផ្អែមអញ្ចឹងសម្រាប់បងប្អូនដែលស្គាល់នំហ្នឹងបងប្អូនជួយខមមិននៅខាងក្រោមផងថាឈ្មោះអី